ដោយសារការជឿទុកចិត្តទីហើយព្រោះខ្ញុំជាមួយប្រយុទ្ធច័ន្ទអូចាអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិអាចារ្យថៃពីឆ្នាំ2014រហូតដល់ឆ្នាំ2023រយៈពេល9ឆ្នាំបានធ្វើការជាមួយគ្នាយ៉ាងល្អដន់ខ្ញុំជាមួយអាដាមអតីតនាយករដ្ឋមន្ត្រីប្រយុទ្ធច័ន្ទអូចាបានធ្វើដំណើររួមគ្នាទៅលើរថភ្លើងឆ្លងកាត់ប៉ោយប៉ែតដែលបង្ហាញពីការតភ្ជាប់ខាងមួយផ្នែកគឺស្ទឹងបត់តែមួយខាងទៀតភ្លើងដែកសម្រាប់ការតភ្ជាប់ដោយសារការជឿទុកចិត្តនេះហើយបានជាខ្ញុំក្នុងឋានៈជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញគឺมันបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធទេអញ្ចឹងពេលដែលមានសភាពការគឺយើងនេះជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេជាកំហុសរបស់ខ្ញុំដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួនដើម្បីការប្រយុទ្ធមួយប៉ុន្តែទោះបីយ៉ាងណាក៏ដោយយើងក៏បានទប់ទល់សភាពការនៃសង្គ្រាមនេះហើយខិតខំដោះស្រាយដល់សន្តិវិធីមានបញ្ហាខ្លះយើងត្រូវហ៊ានទទួលខុសត្រូវទៅលើបញ្ហាអតីតកាលដែលខ្លួនបានសាងខ្លួនខ្ញុំដោយសារតែជឿទុកចិត្តគេពេកអញ្ចឹងសមត្ថភាពផ្នែកអាវុធយុទ្ធភ័ណ្ឌគឺហាក់ដូចជាថាវាស្រឡាញ់លុយពេកចង់យកលុយទៅធ្វើស្ពាតចង់លុយទៅធ្វើផ្លូវចង់យកលុយទៅធ្វើនេះធ្វើនោះធ្វើមន្ទីរពេទ្យធ្វើសាលារៀនអូក៏ភ្លើងម្ដងក្របជួនកាលមកក្របតម្លៃរាប់សិបម៉ឺនក៏មានដែរហើយតម្លៃក៏នៅក្របខ្ញុំនិយាយពីក្របបាញ់ធម្មតា BM21 កាលពីមុននេះត្រឹមតែ$1,200ទេឥឡូវ$4,000ក្នុងមួយក្របនោះក្នុងមួយក្របចឹងទេដោយសារតែចង់សន្សំលុយដើម្បីទៅយកបង្វែរឲ្យការចំណាយវិស័យយោធាទៅកាន់វិស័យសង្គមកិច្ចនិងអប់រំជាពិសេសគឺវិស័យសុខាភិបាលនិងអប់រំដល់តែពេលមានការគឺយើងបែរជាយុទ្ធភ័ណ្ឌរបស់យើងវាមិនគ្រប់គ្រាន់ប៉ុន្តែយ៉ាងណាក៏ដោយយើងអត់ចង់យើងនិយាយរួមមិនចាំយើងមិនគិតថាវាមានសង្គ្រាមឈ្លានពានមួយកើតឡើងលើទៅទូទាំងព្រំដែនរាលដាលតាំងពីមុំ3រហូតទៅដល់មាត់សមុទ្រយើងមិនគិតថាវាមានរឿងនឹងកើតឡើងទេនេះគឺការត្រៀមរៀបចំជំនុំ Mobile App ក្រសួងព័ត៌មានប្លែកលឿនទុកចិត្តបាននៅពេលណាទីណាក៏បាន